កំព្រី4អ្នកម៉ែកូនពេលខ្លះក៏សប្បាយចិត្តពេលខ្លះក៏យំទល់មុខគ្នាតែតាំងពីជួបបញ្ហានៅមកទើបតែប្រហែលថ្ងៃមុននេះទេបានជុំគ្នាឲ្យបានគេងបែបនេះស្រាប់តែខ្ញុំបើកបន្ទប់មកពួកគាត់នៅក្នុងបន្ទប់ចាំខ្ញុំនិយាយទៅកូនខ្ញុំទោះជាគាត់ធំក៏ដោយគាត់នៅបន្លែងជាមួយខ្ញុំដូចគាត់កូនក្មេងអញ្ចឹងដោយសារខ្ញុំចិញ្ចឹមពួកគាត់គឺខ្ញុំស្និទ្ធស្នាលជាមួយពួកគាត់តាំងពីនៅទូបងប្អូនឃើញតែមិញសុងជាមួយនឹងខ្ញុំទៅដឹងហើយស្រាប់តែពេលហើយខ្ញុំយកវីដេអូយកមកមើលពួកគាត់បន្លែងជាមួយពួកខ្ញុំនិយាយពីថាពួកគាត់អត់ដឹងយ៉ាងម៉េចទេទាំងមិញសុងទាំងញឈីងទាំងអ៊ីមីងការបន្លែងរបស់គាត់គឺចាក់ឃ្លៀកថើបឃ្លៀកឲ្យយើងអាសើពេលដែលខ្ញុំឃើញវីដេអូហ្នឹងហើយខ្ញុំនឹកឃើញវីដេអូមួយនេះកាលពីមានរឿងភ្លាមហ្នឹងគេងជុំគ្នាមើលគាត់ថើបឃ្លៀកគាត់ថើបអីពេញហ្នឹងតែអញ្ចឹងទៅខ្ញុំសម័យអាវីដេអូហ្នឹងស្តៀងវីដេអូនេះមែនតើសំណាងឲ្យកូនចូលចិត្តបន្លែងចាក់ឃ្លៀកថើបឃ្លៀកតែខ្ញុំមិនមានបញ្ហាធំក្លិនឃ្លៀកឬក៏ឃ្លៀកខ្មៅនោះទេក៏ប៉ុន្តែនេះនិមិត្តជាមួយនឹងរាជនីបងប្អូនដឹងហ៎ឃ្លៀកប៉ិនខ្ញុំហើយនៅគាត់ណែនាំឲ្យប្រើលេឃ្លៀកទៀតស្រាប់តែមួយរយៈមុនណាខ្ញុំប្រើប្រាស់សាកតតែគាត់និយាយថាលេឃ្លៀកផុសធីយ៉ាងហ្នឹងផុសមិត្តភ័ក្ដិរបស់គាត់ហ្នឹងតែងតែយកមកឲ្យខ្ញុំសាកហ្នឹងស្រាប់តែខ្ញុំសាកទៅមានណាកាលមុនខ្ញុំថាឃ្លៀកខ្ញុំអូខេហើយតែដល់តែប្រើទៅបងប្អូនឲ្យកាន់តសទៀតឡើងសជាងមុខហ្មងបន្ទាប់មកពេលដែលយើងប្រើមានអារម្មណ៍ថាចង់ញៀនមិនដោយសារអីកាលមុនយើងគិតថាឃ្លៀកយើងអូខេដល់ពេលឥឡូវប្រើទៅកាន់តែល្អខ្ញុំមិនមែនប្រម៉ូទឲ្យគេណាសូមបញ្ជាក់ប្រាប់បងប្អូនទាំងអស់គ្នាដោយសារម្ចាស់ brand មិត្តភ័ក្ដិផុសមិត្តបន្ទាប់មកទៀតម្ចាស់ brand ហ្នឹងអតីតគាត់គឺមេបោះដុំគាត់ធ្លាប់កាត់អវ៉ាន់ឡាកាម៉ូយកទៅលក់ទៀតអញ្ចឹងទៅពេលដែលលឺសូមិត្តណែនាំអញ្ចឹងផងហើយគាត់ក៏ធ្លាប់ជាមេបោះដុំកាត់អវ៉ាន់ឡាកាម៉ូយកទៅលក់ទៀតខ្ញុំក៏សាកប្រើបងប្អូនហើយជាប់ចិត្តមកកត្រកមិត្តយកទៅឲ្យខ្ញុំថ្ងៃមុននៅទេឥឡូវយកទៅផ្សព្វផ្សាយចែកបងប្អូនយកប្រើអស់លេងគ្រាន់តែទៅដល់ហាងប្រាប់និមិត្តថាអស់លេឃ្លៀកមិត្តគេយកមកឲ្យខ្ញុំលាបឲ្យបងប្អូនមើលថាកុំឲ្យថាគេមិនជឿចង់ចែករំលែកទៅបងប្អូនអស់គ្នាបើចង់ប្រើប្រាស់លេឃ្លៀកខ្ញុំជួយណែនាំឲ្យប្រើលេឃ្លៀកទីយ៉ាងនេះទៅទី1ផុសការ៉េទី2ខ្ញុំបានប្រើផ្ទាល់ក្នុងនាមខ្ញុំជាម្ចាស់ brand ដែរក្លិនក្អូបហើយសំខាន់បំផុតធ្វើឲ្យឃ្លៀកយើងសដុំពកទូចនៅលើស្បែករបស់យើងហ្នឹងណាដឹងមិនទេរៀបបាត់ហ្មងហើយខ្ញុំជឿជាក់ថាអ្នកដែលគាត់មានបញ្ហាក្លិនឃ្លៀកអីហ្នឹងជឿជាក់ថាបាត់អីពេលដែលខ្ញុំប្រើទៅមានអារម្មណ៍មកក្លិនជាប់ឃ្លៀករបស់យើងមានអារម្មណ៍ថាក្លិនក្អូបតែអញ្ចឹងទៅអាចបំបត្តិក្លិនអ្នកដែលគាត់មានបញ្ហាក្លិនឃ្លៀកបាននិយាយប្រាប់បងប្អូនទៅហើយគឺគេមានបានជួលខ្ញុំឲ្យប្រម៉ូទទេតែដោយសារគាត់ធ្លាប់កាត់អវ៉ាន់ខ្ញុំផងហើយនឹងជាមិត្តភក្តិមិត្តផងខ្ញុំក៏ចែករំលែកទៅឲ្យបងប្អូនបើចង់បានប្រើលេឃ្លៀករបស់គាត់ទៅពីព្រោះអីខ្ញុំប្រើផ្ទាល់នេះគឺជាវីដេអូចែករំលែកមួយទៅកាន់បងប្អូនងាយស្រួលជ្រើសរើសផលិតផលដែលល្អហើយ brand របស់គាត់គឺឈ្មោះលេឃ្លៀកទីយ៉ាង